ប្រព័ន្ធផ្សាយសំឡេងដ៏ទូលំទូលាយដាច់គេឮជាប់ដោយក្តីស្រឡាញ់ជាមួយលោកអ្នកទោះលោកអ្នកស្ថិតនៅតំបន់ណាក៏ដោយទំលេ FM 102.5 MHz River FM 102.5 MHz ពីកម្មវិធីយើងខ្ញុំសូមអរគុណដល់ទំព័រនិទានរឿងខ្មោចដែលបានចូលរួមសហការ River FM 102.5 MHzគុំមកកាន់វគ្គទី3នៃកម្មវិធីទុនលេងនិទានខ្មោចនៅក្នុងវគ្គនេះខ្ញុំបាទនឹងនិទានជូនប្រិមិត្តអ្នកស្ដាប់នៅរឿងខ្មោចជាបន្តទៀតប៉ុន្តែសូមជម្រាបថានៅពេលនេះលោកអ្នកកំពុងស្ដាប់កម្មវិធីទុនលេងនិទានខ្មោចរបស់វិទ្យុទុនលេដែលបានសហការជាមួយនឹងទំព័រ Facebook ដែលមានឈ្មោះថានិទានរឿងខ្មោចវគ្គនេះខ្ញុំនឹងនិទានរឿងខ្មោចមួយដែលមានចំណងជើងថាវាលកប់ខ្មោចវាលកប់ខ្មោចកាលពីខ្ញុំនៅក្មេងតូចវាលមួយដ៏ធំគឺជាកន្លែងកប់ខ្មោចខ្ញុំកំពុងនៅទីនោះជាមួយតាអាចារ្យនិងជាមួយលោកតារបស់ខ្ញុំផងដែររាល់យប់ម៉ោង 7:12 គាត់តែងតែនាំខ្ញុំមកទីនេះ River FM 102.5 MHzពួកកាលនោះខ្ញុំនៅតូចខ្ញុំមិនបានដឹងថាគាត់នាំខ្ញុំមកទីនេះនាំខ្ញុំមកវាលកប់ខ្មោចដើម្បីអ្វីនោះទេស្រាប់តែមិនបាន10នាទីផងក៏បាត់សមល់របស់លោកតាខ្ញុំខំតាំងចិត្តស្ងប់ដោយមិនខ្លាចនឹងសំឡេងសម្បុកជើងដើរពេញព្រៃខ្ញុំគិតថាប្រហែលជាលោកតាខ្ញុំទេដឹងខ្ញុំក៏សម្រេចចិត្តដើរតាមលុះដើរបានបន្តិចខ្ញុំក៏សត្វតែឃើញសាកសពមនុស្សដែលស្លាប់បាត់ទៅហើយខ្លួនប្រាណរលេះរលួយដូចជាមានសត្វអ្វីមួយយ៉ាងខំចឹងក្លិនស្អុយកាន់តែខ្លាំងភ្នែករបស់ខ្ញុំបានត្រឹមតែសម្លឹងមើលមិនដឹងជាធ្វើយ៉ាងណាមានតែដាក់មេប្រូតទុកសាកសពនៅទីនោះទៅ ខ
វត្តហើយវត្តទៀតវត្តហត់ខ្លាំងណាស់អង្គុយសម្រាកក្រោមដើមស្វាយស្រាប់តែឃើញឆ្កែមួយក្បាលដូចជាចង់ខំទៅបាក់ខ្ញុំមិនដឹងទេដោយសារតែខ្លាចពេកខ្ញុំក៏វត្តទៀតវត្តផងងាកក្រោយផងព្រោះតែខ្លាចវាតាមតនខំដាច់សាច់ងាកក្រោយជាលើកទី2ស្រាប់តែបាត់ឆ្កែនោះសំលេងសត្វសេះស្រែកជុំកងលំពងខ្ញុំឆ្ងល់ខ្ញុំចាប់ផ្ដើមឆ្ងល់ថានៅទីនោះគឺជាអ្វីពួកអីឮតែសំលេងក៏លេចទៅមិនឃើញសត្វសេះនោះសោះRiver FM 102.5 MHz បន្ទាប់ពីសំឡេងកាន់តែខ្លាំងឡើងខ្ញុំក៏ស្បតែក៏លេចមើលទៅក្រោយខ្ញុំក៏ឃើញសត្វសេះនោះមានភ្នែកក្រហមឆេះកាន់តែសម្លឹងកាន់តែធំទៅដូចជាលោកតាខ្ញុំធ្លាប់និយាយមែនខ្មោចវាបន្លាចយើងជាសំឡេងនឹងវាប្រែហើយវាក៏ប្រែកាឡាខ្លួនទៅជាសត្វមួយចំនួនដើម្បីលងបន្លាចយើងRiver FM 102.5 MHz ដល់ពេលចុងក្រោយខ្ញុំមិនបានឃើញលោកតារបស់ខ្ញុំទេគឺខ្ញុំរងចាំដល់ព្រឹកស្អែកដេកក្នុងព្រៃក្រោមខ្ទមអ្នកតាមួយរហូតដល់ព្រឹកទើបស្វែងរកផ្លូវទៅផ្ទះវិញហើយខ្ញុំក៏និយាយប្រាប់លោកតាខ្ញុំថាមិនក៏លោកតាវត្តចោលខ្ញុំចឹងលោកតារបស់ខ្ញុំបាននិយាយថានេះគ្រាន់តែជាលើកទី1ទេដែលធ្វើជាកូននេននេះគ្រាន់តែជាលើកទី1ទេដែលធ្វើជាកូននេនគេសាក់លបងចឹងហើយខ្ញុំក៏គិតក្នុងចិត្តថាអញ្ចឹងនៅមានលើកទី2ទៀតហ៎ខ្ញុំជួយមិនបានទេនេះក៏ជារឿងខ្មោចដែលបានទទួលពីទំព័រនិទានរឿងខ្មោចដែរហើយយើងសូមអនុញ្ញាតសម្រាប់នៅផ្លេសិនជួបជាមួយនឹងបទចម្រៀងមួយបទពីកម្មវិធីរបស់យើងពីកម្មវិធីយើងខ្ញុំសូមអរគុណដល់ទំព័រនិទានរឿងខ្មោចដែលបានចូលរួមសហការ